ធីឡើងអ្នកតានិងការបញ្ជូនអ្នកតាឡើងគង់អ្នកស្រុកអង្គរតែងប្រារព្ធភ្ជាប់អត្ថន័យ3សំខាន់អ្នកស្រុកអង្គរតែងប្រកាន់ភ្ជាប់ក្នុងការធ្វើពិធីណាមួយតាមរដូវកាលដែលបន្សល់ទុកពីដូនតាជាក់ស្ដែងកាលពីថ្មីចាស់ទុំព្រឹទ្ធាចារ្យបានរៀបចំធ្វើពិធីឡើងអ្នកតានិងការបញ្ជូនអ្នកតាឡើងគោកនៅប្រាសាទវត្តអធ្វានេះបើតាមការឲ្យដឹងពីអាជ្ញាធរជាតិអប្សរានៅថ្ងៃទី21ខែមេសាអាជ្ញាធរជាតិអប្សរាគូបញ្ជាក់ថាអត្ថន័យសំខាន់ទាំង3រួមមានទី1ការអភិរក្សមរតកអរូបីក្នុងតំបន់អង្គរទោះបីជាស្ថិតក្នុងសម័យកាលទំនើបយ៉ាងណាក្តីក៏កិច្ចពិធីតាមបែបបុរាណនេះនៅតែបន្តរស់រវើកក្នុងជីវភាពប្រចាំថ្ងៃរបស់អ្នកស្រុកអង្គរយ៉ាងខ្ជាប់ខ្ជួននេះជាសក្ខីភាពមួយបង្ហាញពីភាពរឹងមាំនៃអត្តសញ្ញាណវប្បធម៌ខ្មែរដែលត្រូវបានថែរក្សាតកូនតចៅ 2. ការចាប់ផ្ដើមរដូវកាលថ្មីខុសពីពិធីឡើងអ្នកតានៅខែមាឃបញ្ជូនអ្នកតាចុះតឹងដែលជានិមិត្តរូបនៃការបញ្ចប់រដូវច្រូតកាត់ក្នុងពិធីខែពិសាខនេះគឺជាសញ្ញាណនៃការបញ្ជូនអ្នកតាឡើងគោកដើម្បីត្រៀមលក្ខណៈចូលដល់រដូវវស្សាចំណែកទី3ការសុំសេចក្តីសុខនិងទឹកភ្លៀងអ្នកស្រុករៀបចំពិធីនេះឡើងគោលបំណងបន់ស្រន់សុំសេចក្តីសុខសប្បាយដល់ប្រជាសហគមន៍និងបួងសួងសុំឲ្យមានភ្លៀងធ្លាក់គ្រប់គ្រាន់សម្រាប់ការងារកសិកម្មស្របពេលរដូវភ្ជួររាស់ចាប់ផ្ដើមចូលមកដល់ការចូលរួមធ្វើពិធីនេះរបស់អ្នកស្រុកអង្គរមិនត្រឹមតែជាការគោរពតាមជំនឿប៉ុណ្ណោះទេតែជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការថែរក្សាព្រលឹងនៃរមណីយដ្ឋានអង្គរឲ្យនៅបន្តមានជីវិតជានិរន្តរ៍តរៀងទៅអាជ្ញាធរជាតិអប្សរាក៏តែងតែផ្ដល់ការគាំទ្រទាំងផ្នែកធនធាននិងស្មារតីដើម្បីជំរុញឲ្យសហគមន៍មូលដ្ឋានមានលទ្ធភាពបន្តថែរក្សាទំនៀមទម្លាប់របស់ដូនតាដែលបានបន្សល់ទុកឲ្យកូនចៅ